Chỉ số tỏ này nhóm số hay chẳng này đi trong năm mới tỏ này pi rồi biết bằng ca là tháo nó không ra rồi bỏ của rừng chẳng mà cà phê vú tọt thơ đam đầu vậy chẳng chia từ bốn cái dân thời cho can website official bao giờ là biến chúng ta behalf.btechcambodia.com chẳng bây giờ đó nên cho mau can website bao giờ hay như đừng display landing page nằng chẳng và sân chỉ là đó cái ở toàn miền account behalf thế khi những ai mơ video muốn để chương mà vừa hay link trong đoạn trong description chẳng và tốt cứ dương cho một can page partner bây giờ cho một can page partner hát khi dương đừng khơi display partnerទាំងអស់របស់យើងអញ្ចឹងយើងអាចជ្រើសរើសមួយនៅក្នុងចំណោមទាំងអស់ហ្នឹងបានអូខេអញ្ចឹងខ្ញុំជ្រើសរើសយកមួយនៅក្នុងចំណោមទាំងអស់ហ្នឹងអញ្ចឹងខ្ញុំជ្រើសយកខ្លួនឯងអូខេអញ្ចឹង僕ផ្លេច copy referral នេះទុកផងអញ្ចឹងយើងចុចប៊ូតុង copy វានឹងចូល alert ថា referral copy អញ្ចឹងពេលដែល copy ហើយគឺយើងចុចទៅលើប៊ូតុង register អញ្ចឹងវានឹងទាញដល់គ្នាចូលទៅកាន់ website មួយទៀតដើម្បី register នៅក្នុង referral របស់ពួកយើងអញ្ចឹងពេលដែលមកដល់ផ្ទាំងកន្លែងនេះយើងចុចកន្លែងវាថា register អញ្ចឹងពេលដែលមកដល់កន្លែងនេះគឺយើង select យក country គឺយើងយក Cambodia បន្ទាប់ពីយើង select country ហើយគឺយើង complete ឲ្យសោះតាក់ទងជាមួយនឹងការដាក់ partner code អញ្ចឹង partner code ហ្នឹងបានមកពីណាគឺកន្លែងដែលយើងបានទៅ copy នៅកន្លែងនេះអញ្ចឹងចុចតាមប៊ូតុង copy មកគឺ copy ហើយអញ្ចឹងហើយយើងបែរមកវិញយើងចុចកន្លែង drop down នេះហើយយើង pass referral partner referral code នឹងចូលអូខេអញ្ចឹងពេលដែល pass ប៉ុណ្ណឹងចូលហើយគឺយើងដាក់ Gmail របស់គ្នាយើងមកសម្រាប់ register អូខេអញ្ចឹងខ្ញុំសូមដាក់ Gmail ហើយខ្ញុំ create password មួយអូខេអញ្ចឹងពេលដែលអ្នកដាក់ password ហើយយើងចុចប៊ូតុង register អញ្ចឹងពេលដែលអ្នកគ្នាចុចប៊ូតុង register ហើយវានឹងទាញមកដល់ផ្ទាំងមួយទៀតអញ្ចឹងកន្លែងនេះគ្នាយើងចុចទៅលើពាក្យថា real accountអូខេចុចទៅលើ real account ហើយវានឹងទាមទារឲ្យយើង verify តាក់ទងជាមួយនឹង ID card របស់យើងឬក៏អត្តសញ្ញាណប័ណ្ណរបស់យើងហ្នឹងឯងអញ្ចឹងដើម្បីអាច deposit លុយបានគឺគ្នាយើងត្រូវតែ verify តាក់សញ្ញាណប័ណ្ណសិនអញ្ចឹងតើអ្នកនឹងអាចដាក់លុយចូលទៅកាន់ account trade បានដោយប្រើ local bank របស់យើងហើយអញ្ចឹងពេលដែលចេញមកដល់ផ្ទាំងបែបនេះគ្នាយើងចុចពាក្យថា complete បន្ទាប់ពីចុច complete ហើយយើងចុចពាក្យថា get started now អូខេអញ្ចឹងយើងត្រូវទៅ confirm email របស់យើងសិនអញ្ចឹងthìយើងចូលទៅកាន់ email ទៅ check មើល code ដែលគេបានផ្ញើមកឲ្យយើងអញ្ចឹងពេលដែលចូលមកកាន់ email គ្នាយើងនឹងឃើញ message មួយដែលគេបានផ្ញើ code ឲ្យយើងនេះនៅខាងលើនេះអញ្ចឹងយើង copy code ហ្នឹងមកហើយយកទៅ paste នៅក្នុងកន្លែង OTP confirm នេះអញ្ចឹងពេលដែល paste ត្រូវហើយមួយបន្តមកអញ្ចឹងបន្តមកយើងនឹងត្រូវ confirm ជាមួយនឹងលេខទូរស័ព្ទរបស់យើងគ្នាពេលអញ្ចឹងមកដល់កន្លែងនេះយើងត្រូវបំពេញលេខទូរស័ព្ទរបស់យើងបន្តមកយើងចុចពាក្យថា continue គេនឹងផ្ញើសារមកកាន់លេខទូរស័ព្ទរបស់យើងហ្នឹងហើយអញ្ចឹងthìយើងចាំបន្តិចគេនឹងផ្ញើសារមកកាន់លេខទូរស័ព្ទរបស់យើងអញ្ចឹងពេលដែលគេផ្ញើសារមកកាន់លេខទូរស័ព្ទរបស់យើងហើយយើងយកលេខកូដហ្នឹងយកមកបំពេញនៅកន្លែង OTP នេះអញ្ចឹងពេលដែលបំពេញ step confirm លេខទូរស័ព្ទហើយយើងនឹងមកដល់កន្លែងដែលយើងត្រូវ verify អត្តសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងយើងចុចពាក្យថា complete now អញ្ចឹងកន្លែងលើនេះគឺយើងត្រូវដាក់ឈ្មោះយើងឈ្មោះពិតឈ្មោះចេញពីអត្តសញ្ញាណប័ណ្ណមកអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាបំពេញព័ត៌មាននៅក្នុង form ទាំងអស់នេះហើយឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណហើយគ្នាយើងត្រូវចុចពាក្យថា continue អញ្ចឹងមកដល់កន្លែងនេះគឺជាកន្លែងដែលគេ survey យើងទេអញ្ចឹងគ្នាយើងអាចចុចតាមខ្ញុំបានអញ្ចឹងយើងយក investment កន្លែងនេះយើងចុចយក full time ទៅយើងអាចចុចអីក៏បានដែរកន្លែងនេះវាជាការ survey របស់ក្រុមហ៊ុនគេទេអូខេអូខេអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាចុច survey របស់គេហើយអញ្ចឹងមកដល់កន្លែងនេះគ្នាយើងត្រូវ tick ទាំង3ហ្នឹង option របស់គេហ្នឹងហើយយើងចុចពាក្យថា submit អញ្ចឹងពេលដែលចុច submit ហើយយើងត្រូវចុចពាក្យថា verify identity now អញ្ចឹងយើងចុចប៊ូតុងកន្លែងហ្នឹងដើម្បីយើង verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងគ្នាយើងអាចចុចពាក្យថា upload documents បន្តមកអ្នកទាំងអស់គ្នាត្រូវតែថតជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងទាំងខាងមុខនិងខាងក្រោយឲ្យច្បាស់ហើយកុំឲ្យមានចំណាំងផ្លាផ្សេងៗអញ្ចឹងពេលដែលបងប្អូនគ្នាមកដល់កន្លែងនេះគឺយើងត្រូវចុចយក all the country except one below អញ្ចឹងយើងជ្រើសរើសតែយើងមិនមែនជាពលរដ្ឋរបស់អាមេរិកទេអញ្ចឹងបន្ទាប់ពីយើងចុចទៅលើ all other country ហ្នឹងហើយចុចទៅតាម continue បន្ទាប់ពីចុចកន្លែងហ្នឹងយើងត្រូវរើសយកពាក្យថា ID card ដើម្បីយើង verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណអញ្ចឹងពេលដែលយើងចុចទៅលើកន្លែងហ្នឹងហើយយើងត្រូវ upload អត្តសញ្ញាណប័ណ្ណរបស់យើងទាំងខាងមុខនិងខាងក្រោយអញ្ចឹងខ្ញុំសូម upload ខាងមុខខាងលើគឺយើង upload ខាងផ្នែកខាងមុខនៃអត្តសញ្ញាណប័ណ្ណយើងហ
hay hàng crowd này cứ dương upload ở tại sinh viên dương hàng crowd chẳng bên này là tỏ này upload success hỏi chẳng thì dương phải chụp biệt thá submit document chẳng hàngក្រុមហ៊ុនគេនឹង verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់គ្នាយើងហើយគេនឹងផ្ញើសារថាតើ success ឬក៏ reject អញ្ចឹងយើងត្រូវរងចាំរយៈពេលចាប់ពីអាចនឹង3នាទីដល់7នាទីឬក៏នៅក្នុងកំឡុងរយៈពេល24ម៉ោងអញ្ចឹងនឹងដឹងលទ្ធផលហើយអូខេអញ្ចឹងបន្តមកគឺយើងចាំមើលនៅក្នុង email ថាតើគេបានផ្ញើសារមកយើងថាគេ approve ឬក៏ reject ទៅលើ document របស់យើងហ្នឹងអូខេអញ្ចឹងពេលដែលវា verify successful ហើយវានឹង send email មកកាន់យើងហើយអញ្ចឹងពេលដែល successful វានឹងចេញ email បែបនេះអូខេអញ្ចឹងពេលដែលចេញ email បែបហ្នឹងគឺមានន័យថាយើងបាននៅក្រោម referral link របស់ពួកយើងហើយអញ្ចឹងអរគុណច្រើនដល់អ្នកគ្នាសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយបាយបាយ